សួស្តីបងប្អូននេះជាវីដេអូវាប្រាប់ Smart X Pro អញ្ចឹងដំបូងបើកមកចេញពីតុងនឹងយូរនឹងពីតុងបិទបើកចេញយូរបើកចេញយូរបិទអញ្ចឹងវាព្យាយាមថ្លឹងយើងអូតូអញ្ចឹងបងចូលមុននឹងប្រើបងចូល App Store មកឬក៏ Play Store បងវាយពាក្យហ្នឹងមកហើយចុច Open នេះខ្ញុំតាមបើក Bluetooth សម្រាប់ Bluetooth តិចខ្ញុំបើក Bluetooth កុំភ្លេចយើងបើក Bluetooth អញ្ចឹងពេលយើងចូល App មកយើងបើក Bluetooth ហើយវា load ឈ្មោះមកហើយ Smart X Pro យើងចុចពី Connect Pair អញ្ចឹងវាចូលឡាញ៉ាំបើមានពាក្យ access ទៀតក៏ចុច access ទៅហើយបើសិនយើងចង់ឲ្យវាផ្ដេកឬក៏បញ្ឈរយើងចុចនៅវីដុងនេះពីរដង1 2អញ្ចឹងវាផ្ដេកឬក៏បញ្ឈរអញ្ចឹងបើយើងចង់ឲ្យវាវល់យើងចុចកណ្ដាល3ដង1 2 3នេះ start time វល់ចុះបើយើងចង់ឈប់ឲ្យកុំឲ្យវាវល់យើងចុច2ដងនិយាយទៅវីដុងកណ្ដាល2ដងគឺវីដុង restart ឧទាហរណ៍ថាយើងងាកឆ្វេងងាកស្ដាំវាញ៉ៃអញ្ចឹងយើងចង់ឲ្យវាមកវិញយើងចុច2ដងមកគឺវាមកវិញហើយហើយនេះ zoom in zoom out zoom in zoom out នេះយើងអាចសេរីបានអញ្ចឹងបងអាចសេរីខ្លាំងឬសេរីយឺតទៅតាមហ្នឹងអញ្ចឹងមួយទៀតខ្ញុំចង់ប្រាប់បន្តិចបើសិនជាបងដាក់ gimbal បើដាក់បានត្រឹមត្រូវវាអត់ស្មើទេអញ្ចឹងបើយើងចង់ដឹងថាយើងដាក់បានត្រឹមត្រូវអត់យើងគូបើកមុខងារមួយគឺបើកមុខងារ grid ហើយបូកជាមួយនឹងline ហ្នឹងគឺមានន័យថាវាដាក់ខ្សែបន្ទាត់យើងថាត្រង់អត់អញ្ចឹងត្រង់យើងអាចមើលបានណាដូចនេះឲ្យត្រង់ហ្នឹងវា load po q ហ្នឹងមានថាវាត្រង់ហើយអញ្ចឹងវាត្រង់ហើយអញ្ចឹងគឺយើងអាចប្រើការបានណាអញ្ចឹងចំណែក volume នេះគឺ volume focus តែ volume ហ្នឹង volume focus នេះយើងអាចមើលបាននឹង focus វានេះគឺយើង focus ហើយឃើញអត់ឃើញវាច្បាស់អត់គឺនេះមាន sign focus អញ្ចឹងបើយើងចុចលើ screen ក៏បានដែរហើយមួយទៀតបើសិនយើងចង់បញ្ចូលថ្មទូរស័ព្ទយើងចុចប៊ូតុងថតហ្នឹងតែចុច U ឥឡូវខ្ញុំសាកចេញពី app ហ្នឹងសិនណាចុច U នេះថ្មវាអស់50%ឃើញចូលអត់ឃើញចូលអត់អញ្ចឹងវាចូលហើយអញ្ចឹងវាចូលវាសាកណា9%ឃើញអត់អញ្ចឹងខ្ញុំចូល app វិញខ្ញុំសូមប្រាប់មុខងារផ្សេងទៀតអញ្ចឹងនៅពេលដែលយើងចង់ដូរ mode អានេះគឺ mode FP mode FP ហ្នឹងគឺវាជួយរក្សាលំនឹងយើងឃើញចង់ដឹងរក្សាលំនឹងអត់យើងមើលខ្សែបន្ទាត់កណ្ដាលហ្នឹងថាវាមានប្រែពណ៌អត់វាពណ៌សអត់គឺអត់មានទេវាព្យាយាមពណ៌ Q រហូតប៉ុន្តែវាងាកមកគឺវាងាកតាមមានថាអានេះសម្រាប់បងដែលថត vlog គាត់អាចប្រើមុខងារហ្នឹងបានអញ្ចឹងគាត់អាចសេរីឲ្យត្រូវដូចខ្ញុំចេញពណ៌ Q ចឹងមកគឺតាមត្រូវនេះហើយមើលថាវាខូចលំនឹងអត់គឺវាស្មើមែនតើអញ្ចឹងមុខងារហ្នឹងសម្រាប់អ្នកថត vlog គឺល្អមែនតើហើយមុខងារមួយទៀតចុចក្រាលគឺដូរមុខងារ L ហ្នឹងគឺ lock អញ្ចឹងគឺ lock ជាប់ហើយទោះបីយើងងាកឆ្វេងងាកស្ដាំឡើងលើចុះក្រោមក៏វាអត់ទៅតាមយើងដែរវា lock នៅមកកន្លែងហើយយើងចង់ដឹងថាវាស្មើយើងអាចមើលបានថាបន្ទាត់ហ្នឹងវាមានបដូរពណ៌អត់ឥឡូវខ្ញុំសាកដាក់មុខងារដែលវាអត់ស្មើមុខងារអត់ស្មើគឺមុខងារ POV ហ្នឹងគឺយើងងាកចេះគឺវាយ៉ាងដែរអញ្ចឹងតិចបងយកទៅថតមុខងារនឹងថត vlog ក៏ចប់ហើយវល់ខ្ញៅឃើញនៅពេលដែលវាឃើញខ្សែបន្ទាត់វាប្រាប់ថាអត់ត្រង់អត់អញ្ចឹងសំខាន់គេគឺកន្លែងហ្នឹងអញ្ចឹងយើងគាត់អាចប្រើមុខងារPF បានមុខងារមួយទៀតគឺមុខងារ F មុខងារ follow ហ្នឹងមានថាយើងឡើងលើក៏វាឡើងលើយើងចុះក្រោមក៏វាចុះក្រោមយើងងាកក៏វាងាកប៉ុន្តែវារក្សាលំនឹងខុសពី POV វាអត់បានរក្សាលំនឹងទេអញ្ចឹងមុខងារខុសគ្នាហើយក៏ឃើញខុសគ្នាពី PF ដែរ PF វាអត់បានងាកតាមយើងទេឃើញអត់ឃើញខ្ញុំងាកវាអត់ងើយទេអញ្ចឹងខុសគ្នាកន្លែងហ្នឹងទៀតអញ្ចឹងបងការប្រើប្រាស់ត្រូវតែប្រើប្រាស់ឲ្យចំគោលដៅដើម្បីទទួលបានវីដេអូល្អហើយមុខងារមួយទៀតដែលសំខាន់គឺមុខងារ tracking បើយើងមាន fast tracking ចាប់មុខ body tracking ចាប់វត្ថុចាប់ body នេះគឺចាប់ខ្លួនចាប់កង់ចាប់ម៉ូតូចំណែក object tracking គឺចាប់វត្ថុដែលយើង select ហ្នឹងខ្ញុំប្រាប់អញ្ចឹងខ្ញុំសូមបង្ហាញមុខងារ tracking បន្តិច tracking អញ្ចឹងខ្ញុំបើកមកឥឡូវខ្ញុំបើក tracking ឲ្យមើលខ្ញុំបើកមើលនេះខ្ញុំបើក tracking ចាប់មុខfocus តិចមកនេះតាមលឿនណាស់អត់មានយឺតយ៉ាវទេហើយខ្ញុំពិបាកថតតិចថតម្នាក់ឯងនេះ body នេះឃ
ឃើញវាចាប់ខ្លួនយើងអត់ចាប់មានថាវាអត់មុខយើងអត់នៅកណ្ដាលដូច tracking fast tracking គឺមុខយើងនៅកណ្ដាលប៉ុន្តែនេះអត់ទេគឺខ្លួនយើងគឺនៅកណ្ដាលវិញobject tracking នេះខ្ញុំនឹងចាប់ microphone ដែលខ្ញុំកំពុងតែដាក់ក្នុងខ្លួននេះអញ្ចឹង select មកដូចប៉ុណ្្នឹងមកនេះបងអាចមើលបានចាប់បានលឿនហើយ smooth ណាតែប៉ុណ្្នឹងបានកុំឲ្យវីដេអូវែងពេកព្រោះមានមុខងារជាច្រើនទៀតដែលខ្ញុំធ្វើបង្ហាញអញ្ចឹងមុខងារមួយទៀតគឺមុខងារប្រភេទ AI នេះប្រើ AI ដូចជាលាដៃថតក្តាប់ដៃ speed ពីវីដេអូ photo អាហ្នឹងបងអាចមើលបានអាចធ្វើបានម្ដងមួយឃើញថតអត់អូខេวันนี้ថតវីដេអូបាត់វិញអញ្ចឹងគឺបែបហ្នឹងហើយអញ្ចឹងមុខងារទៀតគឺមុខងារមួយទៀតគឺនេះថត180 degree ហើយខ្ញុំចុចថតហ្នឹងបងអាចថត330 degree ក៏បានដែរអញ្ចឹងវា convert ឲ្យរូបយើងបានមួយរូបវែងណាខ្ញុំដៃថតទៅចុចនេះគឺមុខងារមួយទៀតមុខងារទៀតគឺមុខងារ zoom in zoom out អញ្ចឹងក៏ចង់ start ពី zoom in ក៏បានចង់ start ពី zoom out ក៏បានដែរខ្ញុំ start ពី zoom out ហើយexport មក zoom in ក្នុងរយៈពេល3វិនាទីចុច start អូខេមុខងារមួយទៀតគឺមុខងារថតបង្វិលចុចមកគឺវាវិលហើយវានឹង start ថតដោយខ្លួនឯង auto នាទីវាដើរបើយើងចង់ផ្ដាច់វាក៏បានយើងចុចបិទផ្ដាច់វាអញ្ចឹងមួយទៀតគឺមកគឺវាតកតនឹងគេបរៀនយើងនេះយើងអាចមើលបានយើងចង់ថត style ណាក៏បានតែមាន style ច្រើនទៅថត style ហ្នឹងអញ្ចឹងវាមានវីដេអូនឹងមានការដាក់កាមេរ៉ាថាថតពីប្លង់ណាទៅប្លង់ណាអញ្ចឹងយើងអាច start ថតតាមគេបានអូខេហ្នឹងអត់មានអីទេហើយនេះគឺមុខងារ slow motion អញ្ចឹងពេលយើងថតទៅវាបានវីដេអូយឺតដែរតែហ្នឹងវាអត់មានអីទេខ្ញុំសូមខាត់កន្លែងហ្នឹងចោលមួយទៀតគឺការថតគាត់ថាថតចង់ថតថ្ងៃលិចហ្នឹងគឺថតធម្មតាថ្ងៃលិចឬថ្ងៃរះហ្នឹងវាយ៉ាងតិចក៏3ម៉ោង2ម៉ោងដែរអញ្ចឹងគាត់អាចកំណត់3ម៉ោង export យកវីដេអូបាន15វិនាទីអញ្ចឹងគាត់អាចចុចទៅហើយក៏ដើរចេញទៅឲ្យវានៅថតរហូតទៅគ្រប់3ម៉ោងវាផ្ដាច់ខ្លួនឯងហើយវីដេអូដែលចេញមកហ្នឹងគឺតែ5វិនាទីទេហ្នឹងកន្លែងហ្នឹងគឺល្អដែរហើយអស់ហើយមុខងារផ្សេងទៀតដែលអត់មានអីទេមុខងារនេះគឺមុខងាររៀបថតឲ្យវាចេញស្រើនេះតែហ្នឹងខ្ញុំអត់ដែរប្រើទេអានេះសម្រាប់អ្នករត់ហ្នឹងគឺឃើញស្មោគាត់រត់មកខាងក្រោយហើយមុខងារមួយទៀតហ្នឹងគឺមុខងារបើកភ្លើងអញ្ចឹងគាត់ចុចកន្លែងប៊ីតុងបិទតែម្ដងចុចគេលឿនហ្នឹងគាត់ចុចយូរពេកវាលុតចុចមកប៉ក់មកយើងអាចមើលបានណានេះអញ្ចឹងភ្លើងវាមាន3កម្រិតខ្ញុំចុចប៊ីតុងទៀតណាទី2ទី3អូនៅខាងក្រៅចាំងភ្នែកមួយទៀតគឺបិទហើយខាងក្រោយនេះគឺថ្មវាថ្មនេះគឺខ្ញុំមានដែរថ្ម original អញ្ចឹងបើគាត់ខូចថ្មអីអាចតាក់ទងខ្ញុំបានបិទចូលវិញវាភ័យទីឆក់អត់បាក់បាត់ទេឥឡូវខ្ញុំសម្រាប់ធัวនេះគឺ focus zoom in zoom out ចុចម្ដងថតចុចពីរដងផ្ដេកឬក៏បញ្ឈរទូរស័ព្ទចុចឲ្យយូរបញ្ចូលថ្មទូរស័ព្ទនេះចុច3ដងគឺ style វិលងាកឆ្វេងងាកស្ដាំហើយមួយនេះចុចម្ដងពេលដែលបើក gimbal ហ្នឹងគឺបើកភ្លើងពេលចុចឲ្យយូរគឺ alert gimbal បិទបើក gimbal ហើយ setting វាបងអាចបើកបានបើកអាហ្នឹងមួយអាហ្នឹងបើកអានេះមួយទៀតមកគឺប៉ុណ្្នឹងបានហើយហើយផ្សេងទៀតស្វែងយល់ដោយខ្លួនឯងបាទអញ្ចឹងវីដេអូមានប៉ុណ្្នឹង